សមត្ថកិច្ចបង្ក្រាបជនសង្ស័យចំនួន2នាក់ជាមុខសញ្ញាសកម្មក្នុងករណីលួចមានស្ថានទម្ងន់ទោសកាច់បំបីសកលម៉ូតូនៅក្នុងភូមិសាស្ត្រក្រុងប្រស័យហនុខេត្តប្រស័យហនុនៅថ្ងៃទី16ខែមិនិនាឆ្នាំ2025វេលាម៉ោង 5:30 នាទីព្រឹកភ្លឺកម្លាំងជំនាញការិយាល័យនគរបាលពុំមកទាន់កម្រិតធ្ងន់បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន2នាក់នៅចំណុចមហោស្រពចាស់បេនឡានតាក់ស៊ីស្ថិតនៅក្នុងភូមិ1សង្កាត់លេខ2ក្រុងប្រស័យហនុខេត្តប្រស័យហនុជាមុខសញ្ញាសកម្មមិនរៀងចាមុខសញ្ញាចាស់ក្នុងករណីលួចកាច់បំបីសកលម៉ូតូប្រព្រឹត្តតាំងពីអន្លង់ខែមករាឆ្នាំ2025រហូតដល់ថ្ងៃទី15ខែមិនិនាឆ្នាំ2025ក្នុងភូមិសាស្ត្រក្រុងប្រស័យហនុខេត្តប្រស័យហនុជនសង្ស័យទាំងពីរនាក់មានឈ្មោះមួយឈ្មោះផាន់ជាភេទប្រុសកើតក្នុងឆ្នាំ1983ជនជាតិខ្មែរមុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដពីឈ្មោះមុតសុភាឬឈ្មោះច័ន្ទនីភេទប្រុសកើតក្នុងឆ្នាំ1979ជនជាតិខ្មែរមុខរបរជាងសំណង់ទីកន្លែងស្នាក់នៅមិនពិតប្រាកដចំណែកវត្ថុតាំងសមត្ថកិច្ចដកហូតបានរួមមានម៉ូតូមួយគ្រឿងម៉ែ Honda Dream ពណ៌ខ្មៅបំពាក់ស្លាកលេខភ្នំពេញមួយ JZ 6573បបដោលេខ3ដាក់លេខ8ខ្លែងបន្លំស៊េរីឆ្នាំ2022ជាមធ្យោបាយធ្វើសកម្មភាពឧបករណ៍សម្រាប់កាច់បំបីសកលម៉ូតូចំនួន2កូនសោម៉ូតូចំនួន4ស្លាកលេខកំពង់ឆ្នាំង 1N3093 ចំនួន1សន្លឹកមួកការពីចំនួន2មួកធ្វើសកម្មភាពដុំសោម៉ូតូបំបីគ្រាប់ចំនួន1ទូរស័ព្ទដៃចំនួន3គ្រឿងនិងសម្ភារៈមួយចំនួនក្រោយពីការសាកសួរនិងស្រាវជ្រាវនិងពិនិត្យភស្តុតាងដែលផ្ដល់ដោយជនរងគ្រោះចំនួន7នាក់រកឃើញថាជនសង្ស័យទាំងពីរនាក់រួមនឹងបកពួកធ្លាប់ធ្វើសកម្មភាពកាច់បំបែកកសោម៉ូតូក្នុងភូមិសាស្ត្រក្រុងប្រស័យហនុខេត្តប្រស័យហនុជាង20លើកពួកគេជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារចំនួន3ខេត្តគឺពន្ធនាគារខេត្តកណ្ដាលខេត្តសៀមរាបនិងពន្ធនាគារខេត្តតាកែវក្នុងបទល្មើសលួចមានស្ថានទម្ងន់ទោសកាច់បំបែកកសោម៉ូតូក្នុងករណីនេះផងដែរសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រំប្រទានកម្រិតធ្ងន់បានកសាងសំណុំរឿងចំនួន7សំណុំរឿងទៅតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះនិងបញ្ជូនជនសង្ស័យចំនួន2នាក់និងវត្ថុតាំងដែលដកហូតបានទៅកាន់សាលាដំបងខេត្តប្រស័យហនុដើម្បីចាត់ការបន្តតាមនីតិវិធី